千古风流人。ហើយយ៉ាក្របិចលើដីមានទាំងរុក្ខជាតិគ្រប់យ៉ាងមនុស្សគ្រប់យ៉ាងហើយអត្ថបទចម្លែកណាស់មិនដឹងជានិយាយពីអ្វីទេនេះហើយជាសិស្សសំណាក់សិក្សាសរសេរលោកម្ចាស់មិនមែនលំបាកតែពួកយើងប៉ុណ្ណោះទេទោះជាលោកម្ចាស់អូយ៉ាក៏មានការលំបាកដែរសម្រាប់ទឹកភ្នែកក្នុងសួនផ្កាមិនឆ្លើយមួយឆ្នាំកន្លងផុតទៅហើយទោះជាអ្នកអាចសរសេរអត្ថបទឈឺចាប់យ៉ាងណាក៏មិនអាចទ្រាំនឹងការអបសឹករាប់សិបថ្ងៃបែបនេះបានដែរលោកប្អូនស៊ីអ៊ីចំណែកខ្ញុំឃើញថារាប់សិបថ្ងៃហើយលោកប្អូនមានអារម្មណ៍ស្ងប់ល្អណាស់អង្គុយនៅស្ងៀមយើងក៏ចង់សួរដែរសម្ដេចសិក្សាមានវិធីល្អយ៉ាងណាដែលបំបត្តិការស្មុគស្មាញទាំងនេះបានសូមលោកម្ចាស់កុំលេងសើចអីខ្ញុំចង់និយាយថាអត្ថបទរបស់លោកអូយ៉ាងអ្នករៀនក៏អាចមើលបានស្រីចម្រៀងក៏អាចយកមកច្រៀងបានមិនថាប្រុសមិនថាស្រីក្មេងចាស់មនុស្សប្រភេទណាក៏ចូលចិត្តបើមានមនុស្សច្រើនយ៉ាងនេះចូលចិត្តលោកអូយ៉ាងមានរឿងអីអបសក់ពិបាកចិត្តនោះស៊ូអ៊ីមិនចាំបាច់និយាយអីវែងឆ្ងាយទេតាមខ្ញុំយល់យើងរយៈពេលជាមួយខែហូបនៅទីនេះស្នាក់នៅទីនេះក៏ហីទៅចុះក៏ប៉ុន្តែនៅច្រកចូលមានកងទ័ពប្រចាំការនេះមិនមែនពិនិត្យអត្ថបទនេះគេហៅថាជាប់គុកបើសិនជាអត្ថបទល្អវាក៏ជារឿងល្អដែរអត្ថបទអីទៅសុទ្ធតែជាសិស្សសម្រាប់សិក្សាសរសេរតែប៉ុណ្ណោះអត្ថបទរបស់ស៊ូស៊ឺប្រហែលជាចង់ល្អជាងយើងទៅសម័យព្រាជជាយ៉ាវកៅយ៉ាវកំណត់នៅច្បាប់បើមនុស្សម្នាក់មានទោសប្រហារជីវិតកៅផាវចង់សម្លាប់គេ3លើកតែកៅយ៉ាវបែរជាលើកលែងទោសគេ3លើករឿងប្រវត្តិសាស្ត្រនេះល្អរឿងប្រវត្តិសាស្ត្រនេះចេញមកពីណាដែរល្អណាស់តើអត្ថបទនេះចម្លងចេញពីប្រភពណាទៅអត្ថបទដែលសរសេរនេះទុកថាជាអត្ថបទល្អបំផុតតាំងពីមហាសង្ឃចាប់បដិសន្ធិមកវាគឺជាអត្ថបទដែលគ្មានទម្លាប់អាក្រក់នៅក្នុងសំណាក់សិក្សាបន្តិចណាស់ឡើយគួរត្រេកអរណាស់ម្ដងនេះជួយរកអត្ថបទល្អនេះថ្វាយដល់ព្រះអង្គនេះគឺជាមហាជោគជ័យហើយអបអរសាទរលោកម្ចាស់អូយ៉ាងខ្ញុំយល់ថាគ្មានអត្ថបទណាល្អជាងនេះទេជាពិសេសរឿងប្រវត្តិសាស្ត្រនេះពិតជាល្អលោកអូយ៉ាងមើលទៅអ្នកដែលជាប់លេខ1ប្រកាសជាបណ្ឌិតនេះហើយលោកអូយ៉ាងតើមានបញ្ហាអីគួរឲ្យសង្ស័យទៀតទេខ្ញុំមានការសង្ស័យរឿងមួយខ្ញុំប្រាប់លោកតាមត្រង់ចុះមើលតាមលក្ខណៈនៃអត្ថបទនេះខ្ញុំសង្ស័យតែសិស្សរបស់ខ្ញុំចិនកុងជាអ្នកសរសេរទេលោកម្ចាស់អូយ៉ាងលោកបារម្ភជ្រុលពេកហើយអ្នកសិក្សានៅមហាសង្ឃរាប់សិបម៉ឺននាក់រឿងអីថាគ្មានអ្នកណាលើសពីចិនកុងបើសិនជាថាចិនកុងជាអ្នកសរសេរចំណែកខ្ញុំបែរជាឲ្យសិស្សរបស់ខ្ញុំជាប់លេខ1តើព្រះអង្គទ្រង់និយល់យ៉ាងណាលោកម្ចាស់ស៊ូពិចារណាទៅមើលចិនកុងគឺជាសិស្សរបស់លោក
នេះជាការពិតហើយប៉ុន្តែចំណងជើងគឺព្រះមហាក្សត្រទេជាអ្នកប្រទានឲ្យគ្មានការប្រើល្បិចទេហើយធ្វើទៅបិទថាព្រះអង្គមិនសង្ស័យខ្ញុំធ្វើឲ្យបែកការរឿងនេះប៉ុន្តែមនុស្សទាំងឡាយសង្ស័យថាខ្ញុំកែអត្ថបទនេះតើយុត្តិធម៌ទេអេលោកឪយ៉ាងមិនក៏លោកសន្និដ្ឋានថានេះគឺជាអត្ថបទរបស់ចិត្តកុំខ្ញុំក៏អាចសន្និដ្ឋានថាគឺស៊ូស៊ឺដែលយើងបានជួបក្នុងថ្ងៃនេះជាអ្នកសរសេរឬមួយស៊ូជឺជាអ្នកសរសេរឬមួយឈិនអ៊ីនិងឈិនហាបងប្អូនគេទាំងពីរជាអ្នកសរសេរក៏បានដែរលោកម្ចាស់ស៊ូបើបដូរជាលោកវិញតើលោកជ្រើសរើសយ៉ាងណាឲ្យតែគាត់បីក្នុងចិត្តមិនខ្លាចអ្នកណាថាឡើយមិនចាំបាច់ខ្លាចអ្នកណាឡើយលោកម្ចាស់ស៊ូលោកនិយាយនេះពិតជាខុសហើយលោកបានពិចារណាទេបើសិនជាលើកនេះមិនធ្វើការជ្រើសរើសសិស្សនៅក្នុងសំណាក់សិក្សាបែរជាជ្រើសរើសសិស្សរបស់យើងឲ្យជាប់លេខ1ទៅវិញអញ្ចឹងពៀនជីប្រកាសជាជ្រួសច្របល់ហើយលោកឪយ៉ាងតើគួរធ្វើយ៉ាងម៉េចទៅខ្ញុំគិតថាអត្ថបទនេះខ្ញុំឲ្យជាប់លេខ2ខ្ញុំសម្រេចចិត្តអញ្ចឹងហើយលោកឪយ៉ាងបើសិនជាអត្ថបទនេះមិនមែនចិនកុំជាអ្នកសរសេរវាហាក់ដូចជាធ្វើបាបម្នាក់នេះពេកហើយលោកអ៊ីតើលោកយល់យ៉ាងម៉េចដែរខ្ញុំចង់បាត់ជើងតូចខ្ញុំទៅបន្ទប់ទឹកមកផ្លែតណាលោកម្ចាស់ស៊ូបើសិនជាធ្វើបាបគេម្នាក់ឯងអញ្ចឹងអ្នកសិក្សាទាំងឡាយនៅក្នុងលោកប្រកាសជាលែងពិបាកហើយណាយើងមកចេញខាងមើលជាប់តែចាំមើលច្បាស់មើលតែមិនឃើញឈ្មោះរបស់ខ្ញុំទេខ្ញុំជាប់ហើយឈ្មោះរបស់ឯងដូចជាឃើញខ្ញុំជាប់ហើយហើយជាប់ជាប់ដែរខ្ញុំក៏មិនឃើញដែរជាប់ជាប់ទៅដល់ក្រោមដូចមិនតាន់មានឈ្មោះយ៉ាងម៉េចជាប់ជាប់ហើយជាប់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 ខ្ញុំក៏ជាប់ដែរជាប់ជាប់ហើយជាប់ជាប់ហើយឈ្មោះរបស់ខ្ញុំទេជាប់ជាប់ជាប់ទេអត់អាចជាប់ជាប់ហើយអត់មានឈ្មោះរបស់ខ្ញុំទេអញ្ចឹងបានន័យថាខ្ញុំធ្លាក់ហើយមិនចេះอย่าไปហើយខ្ញុំប្រហែលជាធ្លាក់ហើយនោះពីព្រោះឃើញឈ្មោះរបស់ខ្ញុំទេខ្ញុំក៏អញ្ចឹងដែរយើងនៅសំណាក់សិក្សាជាង10ឆ្នាំទីបំផុតប្រឡងមិនជាប់អយុធធម៌ពេកហើយឪយ៉ាងសៀវហួសហាត់ពេកហើយក្នុងនាមជាមនុស្សសំណាក់សិក្សាគ្មានអាណាជាប់មិនបានជាអញ្ចឹងត្រូវហើយយើងទៅតវ៉ាជាមួយឪយ៉ាងសៀវអយុធធម៌ណាគេធ្វើនេះហាក់ដូចជាធ្វើបាបសិស្សសម្រាប់សិក្សាពេកហើយបែរតែពួកយើងទៅតវ៉ាយើងតវ៉ាមើលតាមានឈ្មោះរបស់ខ្ញុំទេមានឈ្មោះរបស់នេះទេអត់ឃើញផងមនុស្សបែបនេះមិនជាប់កហិតចោះសូមអបអរសាទរបងជើងគូប្រឡងជាប់លេខ1បើខ្ញុំជាប់លេខ1គេប្រកាសជាចោទថាលោកគ្រូខ្ញុំមិនធូរដៃខ្ញុំជាមិនខំទេបងជើងគូកុំអារម្មណ៍មន្ត្រីត្រួតពិនិត្យការប្រឡងមិនមែនលោកម្ចាស់ឪយ៉ាងម្នាក់ឯណាម្យ៉ាងទៀតអត្ថបទរបស់យើងប្រឡងគឺបងជាអ្នកចម្លងអ្នកពិនិត្យក្រដាស់ប្រឡងអត់ឃើញអក្សរពួកយើងចំណាំយើងមិនបានបើគេចង់ចោទយើងគេចង់ធ្វើមិនក៏បានដែរមិនអីទេចិត្តមនុស្សស្មានមិនត្រូវទេចាំងមួយជីក្រាបទូលឲ្យឪយ៉ាងសៀវចូលកលយើងត្រូវការមើលអត្ថបទរបស់ស៊ូស៊ឺក្រាបទូលបំរើសំណាក់សិក្សាចិត្តមួយជីវិតទេវតាមិនជួយយើងទេវតាមិនជួយយើងទេទៅឪយ៉ាសៀវឆាប់ចេញបោឪយ៉ាសៀវឆាប់ចេញបោឆាប់ចេញបោចេញបោយ៉ាសៀវឆាប់ចេញបោចេញបោឪយ៉ាសៀវឆាប់ចេញបោឪយ៉ាសៀវលោកថាតបរបស់យើងមិនល្អតើលោកស្មានលើអីត្រូវយកផងទៅពួកយើងជាសិស្សសំណាក់សិក្សាហេតុអីបានជាចង់លុបចោលរបៀបរបបក្នុងសំណាក់សិក្សាអត់ទេលោកបំបត្តិរបៀបរបបសំណាក់សិក្សាបានន័យថាប្រមាថដូនតាយើងហើយប្រមាថដូនតាអ្នកទាំងអស់គ្នាមើលចោះនេះគឺជាអ្វីនេះគឺជាកម្ពីកំណាប់របស់មន្ត្រីត្រួតពិនិត្យការប្រឡងគេនៅក្នុងសំណាក់ប្រឡងតែកំណាប់តាមានអារម្មណ៍ឯណាមកមើលអត្ថបទរបស់ពួកយើងនោះតើបែរទេមែនហើយម្យ៉ាងទៀតមន្ត្រីមាសគេប្រមាថពួកយើងនៅក្នុងកំណាប់របស់គេទៀតផងធ្វើចឹងប្រទេសផ្ដាស់ពេកហើយឆាប់អានទៅលើក្នុងកំណាប់ឲ្យយ៉ាងសៀវចោទថាពួកយើងគឺជាដង្កូវនាងអ្នកទាំងអស់គ្នាចាំស្ដាប់ណាក្នុងនាមជាអ្នកសិក្សាប៉ុន្តែសរសេរអត្ថបទដូចជាដង្កូវនាងដែលស៊ីស្លឹកងន់ថាម៉េចគេថាពួកយើងជាដង្កូវនាងហើយមានទៀតគេដៀលថាពួកយើងជាសត្វស្រមោចប្រៀបដូចជាស្រមោចដែលសំងំយកសុកដឹងតែពីខ្យល់អាកាសល្អ
ผู้ให้ไปให้มาจึงไปให้ลูกเลยจะไปให้ยังไปให้ละมอซึ่งมีบ่ทอมให้มีเรื่องไงศาสนาศึกษากำปองตะลำปอสำนักละครูเอายังแต่ยังอย่าเสียวฉับใจเบาอย่าเสียวฉับใจเบาអ្នកទាំងអស់គ្នានៅស្ងៀមអ្នកទាំងអស់គ្នាមានដឹងទេឃ្លាទាំងនេះសិតតែជាសាររបស់ឪយ៉ាងសៀវគឺចិនតុងជាអ្នកសរសេរហើយគឺពេលយ៉ាងមកខ្លាំងណាស់ឆាប់ចេញមក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 เอาอย่างเสียวลงนิយាយទៅមើលហេតុអីបានជាឆ្នាំនេះពួកយើងគ្មានអាណាម្នាក់ជាប់សោះហេតុបានជាសិស្សសាមជាប់អ្នកទាំងអស់គ្នាប្រឡងធ្លាក់ខ្ញុំក៏ពិបាកចិត្តដែរអ្នកទាំងអស់គ្នាខំប្រឹងប្រែងខ្ញុំពិតជាអាណិតណាស់ប៉ុន្តែមិនមែនជាប់ទាំងអស់គ្នានោះទេត្រឡប់ទៅវិញខំរៀនសូត្រទៀតទៅមានជាប់មានធ្លាក់ពួកយើងយល់ប៉ុន្តែនៅក្នុងកំណាប់របស់លោកម្ចាស់មិនគួរប្រមាថថាពួកយើងជាដង្កូវនាងជាសត្វសម្បត្តិនោះទេម្យ៉ាងទៀតចិនតុងគេប្រឡងជាប់លេខ1គេជាសិស្សរបស់លោកមែនទេមែនហើយព្រោះតែគេជាសិស្សរបស់លោកមែនទេគេជាសិស្សរបស់លោកមែនទេអ្នកទាំងអស់គ្នាសង្ស័យយើងកាន់ជើងគេមែនទេចំពោះកំណាប់នេះអ្នកណាក៏យល់ពីអត្តន័យរបស់វាដែរយើងមិនចាំបាច់ធ្វើការបកស្រាយទេធ្វើយ៉ាងនេះបានន័យថាខុសច្បាប់ទម្លាប់ជីដូនជីតារបៀបរបបសំណាក់សិក្សាប្រាំមិនកើតឬមួយក៏យើងត្រូវយកមនុស្សដែលគ្មានបានការនៅក្នុងសំណាក់សិក្សាមកធ្វើជាមហាមន្ត្រីចាំណាស់ទៅហើយដូចយើងចាំណាស់ទៅហើយលោកស្មាលោកត្រូវទៅនឹងការអ្វីដែលលោកបាននិយាយមិនចឹងទេពួកយើងសុខចិត្តទេពួកយើងសុខចិត្តទេដូចយើងត្រាយលោកមិនតែបកស្រាយពីពួកយើងពួកយើងនៅទីនេះពួកយើងច្បាស់មកសិនអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាធ្វើអ្វីខុសហើយមិនពិចារណាបែរជាគម្រាមកំហែងមន្ត្រីរាជការទៀតឯងដូចជាត្រាំធំពេកហើយឯងមកចំពេលល្អណាស់ចិនតុងឯងគ្រាន់តែជាអ្នកសិក្សាក្រីក្រម្នាក់ឯងប្រឡងជាប់លេខ1ក៏ដោយសារតែការអង្វោះក៏ឪយ៉ាងសៀវតែឯងមានអីអស្ចារ្យទៅនេះហើយគឺជាល្បិចកលពួកឯងការស៊ីសំណុកបែបនេះតើឯងសមជាសិស្សត្រឹមត្រូវទេពួកយើងទាំងអស់គ្នាប្រឡងធ្លាក់ដោយសារតែពួកយើងមិនប្រើល្បិចថោកទាបត្រូវហើយបាទអ្នកទាំងអស់គ្នាគិតគូរពីអនាគតមហាសង្ឃគឺគ្មានរឿងបែបនេះកើតឡើងទេស៊ូមិនគួរណាឯងប្រើសម្ដីកេកាងយ៉ាងនេះឯងនៅកេកាងដល់ណាទៀតមើលទៅលបងលីវដូចជាមិនសុខចិត្តឥឡូវនេះចង់ឆ្លងឆ្លើយឬមួយចង់សរសេរអត្ថបទធ្លាប់ចាញ់ម្ដងទៅហើយឥឡូវនេះនៅប្រើសម្ដីព្រៃផ្ដាស់ទៀតឯងចូលយ៉ាងម៉េចពួកឯងចង់វាយគ្នាចង់វាយគ្នាលោកម្ចាស់សូមជួយរឿងនេះមិនទាន់ចាប់ទេទៅយើងទៅលោកអ៊ីលោកយ៉ាងលោកចូលគាល់ព្រះអង្គតាមមែនទេត្រូវហើយលោកអ៊ីយ៉ាងធាតុអាកាសថ្ងៃនេះពិតជាល្អណាស់ហើយជាការពិតណាស់គ្រាន់តែខ្យល់ខ្លាំងបន្តិចបើសិនជាខ្យល់ស្ងប់ជាងនេះវាកាន់តែងាយស្រួលប៉ុន្តែខ្ញុំខុសពីលោកអ៊ីយ៉ាងខ្ញុំចូលចិត្តខ្យល់ខ្លាំងបក់មកលើខ្លួនប្រាណពិតជាមានអារម្មណ៍ថាស្រួលណាស់ហើយយ៉ាលោកអ៊ីកុំសូវហៅខ្យល់ច្រើនពេកណាប្រយ័ត្នធ្វើឲ្យយើងផ្ដាសាយសូមអរគុណលោកម្ចាស់ដែលយកចិត្តទុកដាក់លោកអ៊ីយ៉ាងមានការរវល់ច្រើនមានការហត់នឿយចំណែកលោកកាន់តែត្រូវថែខ្លួនឲ្យបានល្អទៀតណាជាការពិតណាស់ជំងឺគ្រប់យ៉ាងគឺដោយសារតែធាតុអាកាសរាល់ថ្ងៃយើងតែងតែប្រាប់ខ្លួនឯងថារីករាយក្នុងចិត្តឲ្យតែក្នុងចិត្តរបស់យើងសប្បាយក៏មិនសូវមានជំងឺដែរលោកអ៊ីលោកនិយាយនេះពិតជាត្រឹមត្រូវសម្ដីរបស់លោកអ៊ីយ៉ាងក៏សមហេតុសមផលដែរលោកម្ចាស់យ៉ាងព្រះអង្គរាជានុញ្ញាតឲ្យលោកចូលគាល់ហើយលោកម្ចាស់អ៊ីព្រះអង្គមានប្រិយបន្ទូលថាថ្ងៃនេះគ្មានកិច្ចការសំខាន់ទេសូមលោកអញ្ជើញទៅវិញសិនចុះល្អណាស់អត្ថបទស៊ូនិយាយពីចរិតល្អឬអាក្រក់យើងយល់ថាល្អនោះគឺជាអ្វីដែលយើងគិតប៉ុន្តែក្នុងនោះមានរឿងប្រវត្តិសាស្ត្រមួយដែលយើងមិនដឹងយើងចង់សួរលោកព្រះអង្គគឺរឿងកៅថៅបំរើរាជការមែនទេមែនហើយរឿងនេះមានប្រភពនៅឯណាពិតជាគួរឲ្យរីកខ្លួនណាស់ទូបង្គំក៏មិនដឹងថារឿងនេះចេញមកពីប្រភពណាដែរក្រាបទូល
លោកឪយ៉ាងសៀវគឺជាកពូលអ្នកប្រាជ្ញម្នាក់នៅក្នុងរាជការមានរឿងអីដែលថាលោកមិនចេះនោះស៊ូស៊ឺពិតជាមនុស្សចម្លែកណាស់កូនប្រុសរឿងប្រវត្តិសាស្ត្រនេះកូនដកស្រង់ពីណាមកគឺកូនសរសេរដោយខ្លួនឯងសរសេរខ្លួនឯងត្រូវហើយក ូនប្រុសកូនជាអ្នកសរសេររឿងប្រវត្តិសាស្ត្រដោយខ្លួនឯងនេះគឺជាទោសប្រមាថដល់ព្រះរាជាគេនឹងចាប់កំហុសឯងបងប្រុសនេះមិនមែនជាការលេងសើចទេបងកាលដែលនៅក្នុងសំណាក់ប្រឡងខ្ញុំស្រាប់តែមានអារម្មណ៍មួយរំភើបក៏សរសេរដោយគ្មានការព្រៀងទុកខ្ញុំយកប្រវត្តិសាស្ត្រមួយនិយាយពីហេតុផលកែតម្រូវកិច្ចការកន្លងមកខ្ញុំភ្លេចថាច្បាប់កំណត់យ៉ាងម៉េចខ្លះហើយកូនឯងពិតជាល្ងងមែនហើយពុកយល់ពីចិត្តកូននៅតាមផ្លូវពុកតែងតែផ្ដាំកូនកូនត្រូវតែទ្រាំប្រយ័ត្នសម្ដីរបស់កូនមិនគួរណាកូនព្រោះតែសប្បាយចិត្តនៅក្នុងកន្លែងប្រឡងសរសេររឿងដែលមិនគួរសរសេរនេះគឺជារឿងធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតពងសូមកុំខឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពដោយសារកូនអីអ្វីដែលកូនធ្វើកូនជាអ្នកទទួលពុកមានរឿងអីមិនបារម្ភឯងភ្លេចហើយសិទ្ធិក្នុងសំណាក់សិក្សាព្រមទាំងគ្រូរបស់ពួកគេកំពុងតែតាមចាប់កំហុសឯងបើសិនជាធ្វើឲ្យប៉ះពាល់ដល់លោកម្ចាស់ឪយ៉ាងសៀវកម្មវិធីកែប្រែសម្រាប់សិក្សាប្រហែលជាត្រូវបំផ្លាញក្នុងដៃកូនហើយពុកកូនគិតថារឿងនេះប្រហែលជាមិនធ្ងន់ធ្ងរដូចជាពុកបាននិយាយនោះទេពួកឯងអត់ដឹងអីមែនលោកមៀជួយដោះស្រាយក្មួយផងលោកមៀបើដឹងថាអញ្ចឹងពួកឯងគួរតែជាសិស្សរបស់ឪយ៉ាងសៀវទៅរៀនរបៀបរបបឪយ៉ាងគឺយើងទេជាអ្នកធ្វើបាបពួកឯងលោកមៀសូមកុំបារម្ភឲ្យតែក្មួយនៅពួកយើងដាច់ខាតមិនសងំនៅស្ងៀមមិនដោយឲ្យឪយ៉ាងសៀវធ្វើអ្វីតាមចិត្តនោះទេពួកយើងនឹងតវ៉ាដល់កន្លែងព្រះមហាក្សត្រតែនេះឆ្កាច់ណាស់លោកមៀអ្នកប្រុសនៅតែមិនទាន់យល់ទៀតអូក្មួយយល់ហើយទៅយើងទូស្គាល់ទៅកុំពជាពេលដែលយើងទូស្គាល់ហើយព្រះអង្គប្រកាសចិត្តទទួលក្តីពីយើងនឹងរកយុត្តិធម៌ឃើញក៏ប៉ុន្តែបើសិនជាទូស្គាល់ខុសឬមួយត្រូវតែខាត់ខ្លួនរយៈពេល1ខែឬ2ខែលោកខ្លាចជាប់គុកឬមួយខ្លាចឪយ៉ាងសៀវបិទសំណាក់សិក្សាពួកយើងមួយជីវិតនេះក៏មិនអាចប្រឡងជាប់ឃ្លាតស្លាប់តាមផ្លូវទីបំផុតកូនចៅចំនួនក្រោយជេរស្ដីលោកឯងទៅទូស្គាល់ទៅខ្ញុំមានម្ដាយអាយុ60ឆ្នាំហើយមានក្មេងអាយុ5ឆ្នាំបើសិនជាអញ្ចឹងតើគិតយ៉ាងម៉េចទៅមិនហើយបើសិនជាអញ្ចឹងមិនតើគិតយ៉ាងម៉េចទៅពួកឯងគ្មានបានការមែនបានពួកឯងមិនព្រមទូស្គាល់ទុកឲ្យយើងកុំអីគិតមួយច្បាស់ស្អីយើងឮថាថ្ងៃនេះមានគេមកទូស្គាល់ផ្ដឹកផ្ដាល់មិនដឹងជាមានរឿងអីក្រាបទូលបង្គំមានការចង់ទូលថ្វាយព្រះអង្គនិយាយមកចុះក្រាបទូលព្រះអង្គឪយ៉ាងសៀវយល់តាមចិត្តខ្លួនឯងឲ្យសិស្សប្រឡងជាប់បណ្ដាធ្វើឲ្យសិស្សផ្សេងមិនសប្បាយចិត្តសិស្សសម្ដាក់សិក្សាប្រឡងធ្លាក់បានជានាំគ្នាបកករឿងទូស្គាល់ផ្ដឹកផ្ដាល់វាមិនត្រឹមតែប៉ះពាល់ដល់អ្នករៀនសូត្រដូចគ្នាហើយក៏ប៉ះពាល់ដល់ប្រកិត្តិយសរបស់ព្រះអង្គយើងត្រូវតែស្វែងរកកំហុសក្រាបទូលបង្គំមានការចង់ទូលនិយាយមកចុះអរព្រះគុណអត្តបទល្អឬអាក្រក់មិនមែនស្រេចទៅលើឪយ៉ាងសៀវជាអ្នកអាកាត់ដោយខ្លួនឯងពួកទូបង្គំក៏មានសិទ្ធិក្នុងការឲ្យតម្លៃប្រឡងធ្លាក់មិនអាចបន្ទោសខ្លួនឯងរៀនមិនបានដិតដល់បែរជាបន្ទោសមន្ត្រីពិនិត្យការប្រឡងទៅវិញនោះបានន័យថាជាកំហុសខ្លួនឯងក្រាបទូលព្រះអង្គបើសិនជាលោកឪយ៉ាងធ្វើតាមបរិយាតម្រេះរបស់ព្រះអង្គជ្រើសរើសអ្នកដែលមានផលប្រយោជន៍សម្រាប់រាជការគឺជាការល្អក៏ប៉ុន្តែអ្នកដែលប្រឡងជាប់លេខ1គឺជាសិស្សរបស់លោកឪយ៉ាងឈ្មោះចិនកុងហៅថាចិនជាគូចិនកុងមកប្រឡងច្រើនលើកតែងតែធ្លាក់ក៏ប៉ុន្តែម្ដងនេះបែរជាប្រឡងជាប់លេខ1ធ្វើឲ្យគេមានការសង្ស័យម្យ៉ាងទៀតមន្ត្រីទាំងឡាយមុនពេលចូលសំណាក់ប្រឡងឮថាបងប្អូនរបស់ចិនកុងបានតែជួបលោកម្ចាស់ឪយ៉ាងសៀវហើយនេះហើយបានជាធ្វើឲ្យសិស្សនៃសំណាក់សិក្សាបង្ករឿងមិនមែនថាគ្មានមូលហេតុនោះទេក្រាបទូលព្រះអង្គអ្វីដែលលោកម្ចាស់អ៊ីស៊ីហ៊ូនិយាយនេះសមហេតុសមផលប៉ុន្តែចិត្តរបស់ទូបង្គំ
ភ្លឺដូចជាប្រច័ណ្ឌក្រាបទូល ព្រះអង្គអ្នកដែលប្រឡងជាប់ឈ្មោះចិនតុងចិនពូព្រមទាំងស៊ូស៊ឺទាំងឡាយមានអត្ថបទល្អប្រឡងជាប់មិនមែនជារឿងចែកដន្យទេមិនក៏ថាជាល្បិចទៅវិញជាងនេះទៅទៀតលោកម្ចាស់អូយ៉ាពេលដែលពិនិត្យអត្ថបទប្រឡងមានការខ្លាចអត្ថបទរបស់ស៊ូស៊ឺគឺចិនតុងជាអ្នកសរសេរហើយនេះហើយបានជាឲ្យស៊ូស៊ឺជាប់ចំណាត់ថ្នាក់លេខ2តែប៉ុណ្ណោះព្រោះតែហេតុនេះហើយបានជាចិនតុងប្រឡងជាប់លេខ1នោះបានន័យថាគេប្រឡងជាប់គឺជារឿងសមហេតុសមផលនោះបានសេចក្តីថាស៊ូស៊ឺទេគួរតែប្រឡងជាប់លេខ1ក្នុងលើកនេះនេះគឺជារឿងមួយគួរឲ្យចាប់ចិត្តគិតច្រើនសង្ស័យច្រើនជាទូនាទីរបស់មន្ត្រីអស់លោកពិនិត្យការប្រឡងមិនចាំបាច់ខ្វល់ច្រើនពេកទេព្រះគុណព្រះអង្គព្រះអង្គមានសាសនាសិក្សាព្រោះតែប្រឆាំងការអយុត្តិធម៌ក្នុងការប្រឡងក៏លូតទឹកសម្រាប់ខ្លួនព្រះអង្គមានទ្រង់ជ្រាបទេក្រាបទូលថាម៉េចអូយ៉ាងសៀវមានរឿងបែបនេះផងឯងក្រាបទូលពិតជាមានរឿងចឹងមែនក៏ប៉ុន្តែទូបង្គំធ្វើអ្វីក៏ដោយគឺទៅតាមយុត្តិធម៌ក្រាបទូលព្រះអង្គសម្ដាក់សិក្សារាល់ថ្ងៃនៅរាជធានីពៀនជីកបកករឿងតាមផ្លូវលោកម្ចាស់អូយ៉ាងមិនរវីរវល់ជាងនេះគឺមិនធ្វើការដោះស្រាយធ្វើយ៉ាងនេះគឺមិនបានគិតគូរដល់សភាពការទាំងមូលបើសិនជាយ៉ាងនេះតទៅមុខទៀតទូបង្គំខ្លាចក្រែងបើសិនជាសិស្សសម្ដាក់សិក្សាមានគំនុំខ្លាំងវាប៉ះពាល់ដល់សវត្ថិភាពរបស់មហាសង្ឃព្រះអង្គសិស្សទាំងនេះបកករឿងយកសេចក្តីស្លាប់មកគំរាមរាជការមានគំនិតអាក្រក់រាជការមិនត្រូវបណ្ដោយគេពេកទេព្រះអង្គសិស្សទាំងឡាយរួមឈ្មោះថ្វាយសារមួយច្បាប់ដើម្បីទង់ស្គាល់ធ្វើការប្តឹងផ្តល់កន្លងមករាជការមិនដែលជួបនេះមិនមែនជារឿងតូចតាចទេសម្ដីរបស់ប្រជារាស្ត្រខ្លាំងជាងទឹកជំនន់ដើម្បីកុំឲ្យមានបញ្ហាកើតឡើងតទៅទៀតហើយទោះជាលោកចៅរបៀបរបបសំណាក់សិក្សាក៏មិនអាចបង្ខំបានដែរទូបង្គំយល់ថាចំពោះការប្រឡងនេះទុកជាមុខៈហើយពិនិត្យអត្ថបទនៃការប្រឡងសាជាថ្មីឡើងវិញទទួលបណ្ដឹងរបស់សំណាក់សិក្សាអញ្ចឹងពួកគេទាំងអស់គ្នាប្រកាសជាស្ងប់ចិត្តយ៉ាប្រឡងខ្លាចជាងមិនអាចទៅមហាសុខកន្លងមកដូចជាមិនអាចខាត់បងពេកហើយមិនអាចធ្វើចឹងបានទេបើសិនជាធ្វើចឹងថ្ងៃក្រោយប្រកាសជាមានបញ្ហាស្រាយបញ្ហាបានព្រះអង្គសម្ដាក់សិក្សាគឺមានប្រវត្តិតាំងពីអតីតព្រះរាជាមកម្ល៉េះគួរតែមានកន្លែងសម្រាប់ពួកគេមិនត្រូវលុបចោលទេក្រាបទូលព្រះអង្គពិតបែបហើយព្រះអង្គសូមព្រះអង្គមានព្រះតម្រេះសូមព្រះអង្គមានព្រះតម្រេះហាន់ឈីក្រាបទូលលោកគឺជាមន្ត្រីជាន់ខ្ពស់ដល់មុខយើងបញ្ជាឲ្យលោកអូស៊ូនិងលោកលីហៃដើម្បីដោះស្រាយរឿងបញ្ហាសិស្សក្នុងសំណាក់សិក្សាតើរឿងនេះមានអាចកំបាំងអីខ្លះក្រាបទូលបិទសវដាកាសូមថ្វាយព្រះពរព្រះអង្គមានប្រជញ្ញយឺនយូរបងស៊ូស៊ឺថ្ងៃនេះព្រះអង្គទ្រង់ជ្រាបថាសិស្សទាំងនោះធ្វើការប្តឹងផ្តល់ម្ល៉េះហើយបញ្ជាឲ្យអូស៊ឺនិងលីហៃពីរនាក់ស្រាវជ្រាវរឿងការប្រឡងលើកនេះតើពិតរឿងនេះគឺតាក់ទងដល់កៅឈីមរឿងរបស់លោកអូយ៉ាងសៀវតាមពិតខ្ញុំមកលើកនេះក៏ចង់ពិភាក្សាគ្នាតើត្រូវដោះស្រាយយ៉ាងណាមើលទៅអ្នកទាំងអស់គ្នាប្រកាសជាមានយោបល់មិនខានបើស្រាវជ្រាវដល់ទីបំផុតការប្រឡងប្រហែលជាទៅទុកជាបុខៈបើសិនជាពួកយើងត្រូវគេដកសិទ្ធអញ្ចឹងពួកយើងខំប្រឡងប្រហែលថ្ងៃនេះនឹងខ្លាយទៅជាអត់ន័យជាមិនខានទេលោកចៅការប្រឡងគឺជារឿងធម្មតាទេយ៉ាងច្រើនពួកយើងមិនទទួលតំណែងប៉ុន្តែចំពោះការកែប្រែទម្លាប់នៅក្នុងសំណាក់សិក្សាវានឹងខ្លាយទៅជាអត់ន័យអញ្ចឹងមិនមែនជាបញ្ហាប្រឡងចប់ឬធ្លាក់ទេវាគឺជារឿងអនាគតរបស់ប្រទេសជាតិបងស៊ូស៊ឺគិតបានវែងឆ្ងាយគួរឲ្យសរសើរណាស់តើមានវិធីយ៉ាងណាខ្ញុំយល់ថាពួកយើងគួរតែរួមឈ្មោះថ្វាយសារមួយច្បាប់ដល់ព្រះអង្គនិយាយពីភាពខ្វះខាតក្នុងសំណាក់សិក្សាហើយកែប្រែច្បាប់ទម្លាប់បើសិនជាយើងផ្សព្វផ្សាយគ្រប់កន្លែងកិច្ចការយើងនឹងបានសម្រេចជាមិនខានទេប៉ុន្តែសាររបស់យើងធ្វើយ៉ាងម៉េចអាចថ្វាយដល់ព្រះអង្គបានទៅណាមួយពួកយើងក៏គ្មានសិទ្ធិថ្វាយសារដល់ព្រះអង្គដែរណាបើសិស្សទាំងនោះគេអាចធ្វើបានពួកយើងក៏អាចទុំស្គរប្តឹងផ្ដាល់បានដែរមែនហើយយើងប្រើវិធីរបស់ពួកគេមកតវ៉ាជាមួយពួកគេវិញប៉ុន្តែអ្នកណាទៅទុំស្គរនេះពួកឯងធ្វើអីនឹងអ្នកណាឲ្យពួកឯងយកមក
ខ្ញុំក៏ធ្លាប់លើឈ្មោះរបស់លោកម្ចាស់ស៊ូយៀនដែរខ្ញុំជាមន្ត្រីបាងស៊ុយមកដើម្បីជួបលោក អូការពិតគឺលោកម្ចាស់វាងលោកធ្វើយ៉ាងនេះហាក់ដូចជាគួរសមពេកវាមិនសមតតែសោះ លោកស៊ូមិនចាំបាច់គួរសមអីទេខ្ញុំឮថាលោកមិនស្រួលខ្លួនមែនទេសូមជើញអង្គុយទៅ អរគុណលោកម្ចាស់វាងពេលនេះខ្ញុំបានជាច្រើនហើយ សូមជើញអង្គុយ សូមជឿ លោកស៊ូយើងទាំងពីរនាក់សុទ្ធតែជាអ្នករៀនសូត្រជ្រៅជ្រះលោកមិនចាំបាច់គួរសមពេកទេដូច្នេះខ្ញុំយកស្រានេះដើម្បីគួរសមចំពោះ មិនចាំបាច់គួរសមពេកទេខ្ញុំគ្រាន់តែជារាជសម្បត្តិបណ្ដោះទេធ្វើយ៉ាងណាអាចរួមតុកជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រាជការបាន លោកស៊ូមិនចាំបាច់និយាយដល់ម្លឹងទេអូនមិនបានជាមិនឃើញកូនទាំងពីរដែលប្រឡងចប់របស់លោកមកទីនេះ គោទាំងពីរកំពុងតែសិក្សាធម៌ព្រះជាមួយបដិជគុណជាសិទ្ធមិនចាំបាច់ខ្ញុំឲ្យគោទាំងពីរនិមន្តបដិជគុណជាសិទ្ធមកជួបលោកម្ចាស់ក៏បានដែរ មិនចាំបាច់ទេមិនចាំបាច់ទេចាំលើក្រោយចាំជួបក៏បានដែរណា អ្នកដែលទុំស្គរត្រូវតែជាប់គុកបើគ្មានអ្នកណាទុំស្គរគិតយ៉ាងម៉េចទៅ អ្វីដែលអ្នកទាំងអស់គ្នានិយាយខ្ញុំស្ដាប់ឮហើយតួខ្ញុំជាអ្នកទុំស្គរចុះ បងឆាគូបងនិយាយលេងមែនទេ អ្នកណានិយាយលេងខ្ញុំមិនចេះសរសេរអត្ថបទអ្នកទាំងអស់គ្នាចេះអ្នកទាំងអស់គ្នាមិនហ៊ានទុំស្គរប៉ុន្តែខ្ញុំហ៊ានបើសិនជាឲ្យខ្ញុំទុំស្គរប្រកាសជាឮទូទាំងរាជធានីហើយ បងអូនឆាគូការទុំស្គរត្រូវតែជាប់គុកណា ឆាវគូខ្ញុំមិនខ្លាចជាប់គុកទេប៉ុន្តែសូមអ្នកទាំងអស់គ្នាយល់ព្រមជាមួយខ្ញុំលក្ខខណ្ឌមួយ រឿងអីទៅ អ្នកទាំងអស់គ្នាត្រូវតែចារនៅក្នុងប្រវត្តិសាស្ត្រថាខ្ញុំជាអ្នកជួយដល់អ្នកទាំងអស់គ្នាក្នុងការទុំស្គរនៅក្នុងអត្ថបទត្រូវតែទុកខ្ញុំជាអ្នកក្លាហាន អ្នកក្លាហានឆាគូពួកយើងយល់ព្រមនឹងលោកហើយ ប្រសើរណាស់បើអញ្ចឹងពួកយើងទាំងអស់គ្នាគ្មានបញ្ហាអ្វីទៀតទេខ្ញុំសូមសរសើរលោកស៊ូហើយនឹងទេពកោសលរបស់អ្នកប្រុសទាំងពីរគឺសរសើរដោយស្មោះអស់ពីចិត្តចំពោះការប្រឡងលើកនេះខ្ញុំតែងតែឯកភាពឲ្យកូនប្រុសលោកទាំងពីរប្រឡងជាប់ជាពិសេសគឺអត្ថបទកូនប្រុសច្បងគេសរសេរពីរឿងខុសត្រូវខ្ញុំមើលហើយមើលទៀតមិនដឹងជាប្រមាណដងទេខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ តាមពិតគ្មានអីអស្ចារ្យទេមិនគួរលោកម្ចាស់សរសើរគេយ៉ាងនេះសោះ លោកស៊ូដូចជាដាក់ខ្លួនពេកហើយអត្ថបទនេះព្រះអង្គក៏បានទតហើយទ្រង់ក៏សរសើរដែរ អូ ព្រះអង្គមានប្រិយបន្ទូលថាអត្ថបទនេះពិតជាអត្ថបទមិនធម្មតាឡើយ ព្រះអង្គមានបន្ទូលយ៉ាងនេះ លោកស៊ូឬមួយថាលោកពិតជាមិនដឹងទេ ខ្ញុំអត់ដឹងទេអ្វីត្បិតថាកូនប្រុសខ្ញុំស៊ូស៊ឺមានទេពកោសល្យខ្លះតែចរិតមានការអំនួតមិនស្គាល់ពីច្បាប់ទម្លាប់ មានចិត្តអំនួត អូការប្រឡងតាមពិតក៏មិនទាន់ឃើញមានអីគួរឲ្យអស្ចារ្យនោះទេកូនប្រុសខ្ញុំមានលទ្ធភាពប៉ុណ្ណាខ្ញុំជាឪពុករឿងអីដែលថាខ្ញុំមិនដឹងហ៎ សុឆាមើលប្រចាំនៅលើមេឃនឹកនេះដល់ស្រុកកំណត់ហើយមែនទេ បងប្រុសហេតុអីបានជានឹកដល់ស្រុកវិញ ពេលដែលទៅឆ្ងាយតែងតែនឹកដល់ស្រុកកំណើតសុខភាពរបស់ម៉ែមិនដឹងថាយ៉ាងម៉េចទៅហើយទេបងពិតជាបារម្ភចំពោះម៉ែណាស់ម្យ៉ាងទៀតប្រពន្ធរបស់ពួកយើងប្រហែលជាសម្បត្តិទឹកភ្នែកពេលដែលពួកយើងមិននៅហើយក៏ប្រហែលជាយំដល់ថ្ងៃរះដែរ បងប្រុសនិយាយយ៉ាងនេះខ្ញុំក៏នឹកស្រុកកំណើតដែរ បងនៅចាំពេលដែលពួកយើងធ្វើដំណើរមកពុកបានផ្ដាំពួកយើងឲ្យប្រយ័ត្នប្រយែងគ្រប់យ៉ាងតែពេលនេះពួកយើងបង្ករឿងធំធ្វើឲ្យពុកមានការបារម្ភយើងមិនកតញ្ញូចំពោះគាត់ទេ បងប្រុសកុំនិយាយយ៉ាងនេះ ស៊ូឆាបើសិនជាបងមានរឿងអីកើតឡើងឯងត្រូវមើលថែពុកឲ្យបានល្អសម័យកាលព្រះរាជាយ៉ាវកៅថៅជាមន្ត្រីផ្នែកច្បាប់មានមនុស្សម្នាក់ទទួលទោសប្រហារជីវិតកៅថៅចង់ប្រហារជីវិតគេទាំង3លើកតែព្រះរាជាយ៉ាវបែរជាលើកលែងឲ្យគេទាំង3លើក ខ្ញុំអត់ដឹងទេកូនប្រុសខ្ញុំមានចិត្តអំនួតជួនកាលខុសពីច្បាប់ទម្លាប់ទៀតផង ម
មកចូលមកសួរអញពិតជាក្រំបើមែនចំពោះរឿងកែប្រែសំណាក់សិក្សាគឺអាចជាអ្នកនឹកឃើញមុនគេហ៎ជាការពិតណាស់ស៊ូឆក់ក៏មិនអន់ប្របានដែរមកនាំគ្នាអង្គុយចុះទៅអង្គុយទៅលោកម្ចាស់ស៊ូខ្ញុំសូមសរសើរលោកនេះគឺជាភាពរុងរឿងនៃគ្រួសារតកូស៊ូរបស់លោកដែរមិនពិតទេលោកម្ចាស់អូយ៉ាងខ្ញុំមករកលោកក៏ព្រោះតែមានរឿងមួយកាលពីម្សិលមិញលោកម្ចាស់វ៉ាគួយមករកខ្ញុំគាត់និយាយអីដូចជាបិទប្រាប់ខ្ញុំឲ្យត្រង់ខ្ញុំមានកាប់បារម្ភណាស់មានរឿងមួយខ្ញុំត្រូវតែជម្រាបកូនប្រុសខ្ញុំដើរតួជាអ្នកឆ្លាតក្នុងការប្រឡងគេក៏បានដកស្រង់រឿងប្រវត្តិសាស្ត្រមកសរសេរខ្ញុំខ្លាចក្រៃរឿងនេះធ្វើឲ្យប៉ះពាល់ដល់លោកម្ចាស់លោកស៊ូការសរសេរប្រវត្តិសាស្ត្រខ្ញុំដឹងយូរមកហើយនោះគឺដោយសារតែស៊ូគេនៅក្មេងរឿងដែលសំខាន់ព្រះអង្គបានទតអត្ថបទរបស់ស៊ូហើយសួរថារឿងនេះដកស្រង់ចេញពីណាមកពេលនោះខ្ញុំចេះទទួលដោះសារទៅប៉ុន្តែបើសិនជាព្រះអង្គដេញដោលតទៅទៀតខ្ញុំមិនដឹងថាគួរដោះស្រាយយ៉ាងណាទេប៉ុន្តែសូមលោកកុំអារម្មណ៍ខ្ញុំកំពុងតែរកវិធីដោះស្រាយហើយលោកម្ចាស់ខ្ញុំគួរតែអរគុណលោកម្ចាស់លោកស៊ូមិនបាច់គួរសមទេខ្ញុំគ្រាន់តែខ្លាចគេយករឿងនេះមកធ្វើជាលេសតែប៉ុណ្ណោះឥឡូវឆ្លៀតពេលអត្ថបទរបស់ស៊ូធ្វើការកែសម្រួលទម្លាប់របស់សំណាក់សិក្សាប៉ុន្តែខ្ញុំចាស់ហើយធ្វើអីក៏ធ្វើទៅប៉ុន្តែបើសិនជាស៊ូមានគ្រោះថ្នាក់អ្វីមួយនោះប្រកាសជារឿងប្រវត្តិសាស្ត្រនេះដកស្រង់ចេញពីណាមកព្រះអង្គទូលបង្គំរកមិនឃើញទេរកតទៅទៀតក្រាបទូលព្រះអង្គទូលបង្គំទទួលរាជបញ្ជារួមជាមួយនឹងលីហៃអ៊ូស៊ូទាំងពីរធ្វើការស្រាវជ្រាវការប្រឡងលើកនេះឥឡូវនេះបានរកឃើញការពិតហើយបុត្រីពិនិត្យការប្រឡងមិនបានរួមកំណត់ទេចំពោះសិស្សដែលសម្លាប់ខ្លួនទូលបង្គំក៏បានដោះស្រាយរួចរាល់ដែរក្រាបទូលលោកម្ចាស់អូយ៉ាងសៀវថ្មីត្បិតថាមិនបានសុំកលុំក៏ប៉ុន្តែសិស្សសម្រាប់សិក្សានៅតែមិនអស់ចិត្តឈប់សិនអ្នកទាំងអស់គ្នាចង់ធ្វើអីយើងដឹងថាថ្ងៃនេះពួកឯងចង់ទៅរកព្រះអង្គកុំសង្ឃឹមថាទូកស្គរបានទេសោះថយចេញទៅមិនបានលុះត្រាតែពួកឯងឆ្លងកាត់ពួកយើងជំនុំសិនបាននិយាយចឹងទៅហើយយើងឆ្លងកាត់ឯងមុនចុះឡើងយើងពួកឯងចង់ស៊ីកណ្ដាប់ដៃរបស់យើងហ៎លេងឆាគូលេងយើងមិនលេងបាយយើងអត់សក់ក៏បានដែរលេងយើងមិនលេងលេងយើងមិនលេងបងប្រុសបងស៊ឺមកឈួតហើយហ៎មន្ត្រីប្រឡោជាប់ប្រចាំឆ្នាំស៊ូទូស្គររួចទៅហើយពេលនេះសិស្សទាំងអស់គ្នានៅមុខសម្ដាក់រងចាំរាជការអាកាត់រឿងនេះនៅក្នុងសាររបស់ពួកគេនិយាយថាសិស្សសម្ដាក់សិក្សាធ្វើការឆេវឆាវនឹងគំនុំតាមការនឹកឃើញប៉ះពាល់ដល់អ្នកសិក្សាទាំងឡាយមន្ត្រីទទួលខុសត្រូវការប្រឡងអូយ៉ាងសៀវក្រាបទូលយើងក៏បានអានអត្ថបទប្រឡងរបស់ស៊ូយើងយល់ថាមានការលេចធ្លោលើសគេក្នុងនោះរឿងរបស់កៅថាបម្រើរាជការជាប្រវត្តិសាស្ត្រមិនដឹងថាស្រង់ចេញមកពីណាលោកគឺជាមេដឹកនាំមន្ត្រីស្រាវជ្រាវផ្នែកអក្សរសាស្ត្រមហាសង្ឃលោកនិយាយទៅមើលប្រវត្តិសាស្ត្រនេះតើស្រង់ចេញមកពីណាដែរក្រាបទូលព្រះអង្គទូលបង្គំក៏មិនទាន់ដឹងដែរហានចិនលោកគឺជាមន្ត្រីស្រាវជ្រាវប្រវត្តិសាស្ត្រលោកមានដឹងទេប្រវត្តិសាស្ត្រនេះស្រង់ចេញមកពីណាទូលបង្គំដឹងថាល្អតែមិនដឹងដែរព្រះអង្គបិចក៏មិនក៏ហៅស៊ូចូលមកដើម្បីសួរឲ្យបានច្បាស់ទៅមើល
ព្រះអង្គមិនអាចធ្វើអញ្ចឹងបានទេស៊ូស៊ឺគ្រាន់តែជាសិស្សដែលប្រឡងចប់ថ្មីម្នាក់តែប៉ុណ្ណោះមិនទាន់ទទួលតំណែងក្នុងរាជការកន្លងមកក៏មិនដែលមានបើសិនជាធ្វើដូច្នេះគឺជារឿងខុសច្បាប់ទម្លាប់ឲ្យក្រាបទូលសូមព្រះអង្គមានព្រះរាជតម្រិះគេថាអ្នកយល់ដឹងគឺជាអ្នកចេះអ្នកដែលមិនយល់គឺបានន័យថាមិនចេះលោកម្ចាស់លីជាមនុស្សចេះដឹកម្នាក់សូមលោកម្ចាស់លីជួយបកស្រាយពីរឿងប្រវត្តិសាស្ត្រនេះទៅមើលព្រះអង្គទ្រង់ចង់ដឹងទ្រង់ចង់បានអ្នកចេះតាមទូបង្គំយល់មនុស្សដូចជាស៊ូស៊ឺកម្របានជួបណាស់គួរតែឲ្យស៊ូស៊ឺចូលសវនាការដើម្បីសួរច្បាស់រឿងច្បាប់ទម្លាប់មិនចាំបាច់ខ្វល់ទេក្រាបទូលបានរាជានុញ្ញាតឲ្យស៊ូស៊ឺចូលគាល់ព្រះអង្គទ្រង់ត្រាស់បង្គាប់ឲ្យសិស្សប្រឡងចប់ថ្មីឈ្មោះស៊ូស៊ឺចូលគាល់សិស្សប្រឡងចប់ថ្មីឈ្មោះស៊ូស៊ឺចូលគាល់ព្រះអង្គតាមការត្រាស់បង្គាប់សូមថ្វាយប្រពោព្រះអង្គមានប្រជញ្ញយឺនយូរស៊ូស៊ឺក្រោកឡើងអរព្រះគុណព្រះអង្គយើងឮថាលោកជាអ្នកទុំស្គរប្តឹងផ្ដាល់លោកដឹងទេហេតុអីបានជាយើងឲ្យលោកចូលគាល់ក្រាបទូលព្រះអង្គទូលបង្គំមិនដឹងទេយើងរាជានុញ្ញាតឲ្យលោកចូលគាល់និយាយពីរឿងល្អឬអាក្រក់ក្នុងសំណាក់សិក្សាក្នុងនាមពិភាក្សាការងារនេះលោកមានឋានៈជាអ្នកប្រឡងជាប់រាជការកន្លងមកមិនដែលមានលោកគឺជាអ្នកទី1អរព្រះគុណព្រះរាជទានរបស់ព្រះអង្គទូលបង្គំទទួលព្រះរាជបញ្ជាយើងបានអានអត្ថបទរបស់លោកយល់ថាល្អណាស់នៅក្នុងអត្ថបទរបស់លោកយករឿងប្រវត្តិសាស្ត្រកាលថាបម្រើជាតិគឺដកស្រង់ចេញពីណាក្រាបទូលព្រះអង្គអ្វីដែលទូលបង្គំសរសេរគឺទូលបង្គំសរសេរដោយខ្លួនឯងយ៉ាប់មិនចេះសរសេរដោយខ្លួនឯងបើសរសេរខ្លួនឯងសរសេរខ្លួនមិនត្រូវទេមិនថាសរសេរខ្លួនឯងស៊ូស៊ឺថ្លើមធំហ៊ានប្រមាថខកព្រះអង្គយ៉ាងនេះព្រះអង្គស៊ូស៊ឺប្រមាថដល់ព្រះអង្គនេះគឺជាកំហុសធ្ងន់ធ្ងរត្រូវតែប្រហារជីវិតគេព្រះអង្គកន្លងមករាជការមិនដែលមានករណីប្រហារជីវិតមន្ត្រីពិភាក្សាការងារទេហើយក៏គ្មានប្រហារជីវិតអ្នកសិក្សាដែរទោះជាស៊ូស៊ឺនិពន្ធរឿងប្រវត្តិសាស្ត្រនោះក៏គ្រាន់តែចង់សរសេរអត្ថបទឲ្យមានន័យមិនមែនជារឿងប្រមាថដល់ព្រះអង្គរីឯប៉ះពាល់ដល់អ្នកប្រាជ្ញមុនវាគឺជារឿងមិនពិតទាល់តែសោះពីព្រោះរឿងប្រវត្តិសាស្ត្ររបស់ស៊ូស៊ឺគឺមានរឿងពិតរបស់ព្រះរាជាយ៉ាងនឹងស៊ូព្រះអង្គរឿងនេះមិនត្រូវឲ្យវែងឆ្ងាយតទៅទៀតបើមិនបន្ទាទោរបៀបនិពន្ធរឿងដោយគ្មានក្រិតក្រមក៏កាន់តែវែងឆ្ងាយនោះប្រកាសជាខូចសណ្ដាប់ស៊ូស៊ឺមកប្រឡងតែសរសេររឿងប្រវត្តិសាស្ត្រតាមការនឹកឃើញកន្លងមកមហាសង្ឃយើងមិនដែលមានទេមហាសង្ឃប្រកាន់ច្បាប់ទម្លាប់ត្រឹមត្រូវមិនអាចឲ្យគេធ្វើអ្វីតាមចិត្តទេព្រះអង្គក៏ចង់បានអ្នកមានទេពកោសល្យល្អចង់បានអ្នកដែលមានប្រាជ្ញាឆ្លៀសវៃបោកបម្រើរាជការដែរមែនទេក្រាបទូលព្រះអង្គស៊ូស៊ឺសរសេររឿងប្រវត្តិសាស្ត្រមិនត្រឹមតែគ្មានកំហុសទេថែមទាំងមានគុណសម្បត្តិទៀតផងហេតុអីទៅទូបង្គំមានមូលហេតុរបស់ទូបង្គំពាក្យដែលថាស៊ូស៊ឺនិពន្ធដល់ខ្លួនឯងមិនមែននិពន្ធដល់ខ្លួនឯងផ្ទាល់ទេហេតុអីទៅពេលព្រោះស៊ូស៊ឺនិយាយនោះគឺជីវប្រវត្តិនោះបានសេចក្តីថាគឺយោងទៅតាមគម្ពីរផ្សេងដកស្រង់ចេញមកហើយធ្វើការសរសេរមិនមែនចម្លងតាមគម្ពីរទាំងស្រុងទេដូច្នេះហើយនេះគឺជារឿងដែលស៊ូស៊ឺសរសេរតាមការដកស្រង់របស់គម្ពីរទាំងឡាយបានន័យថាស៊ូស៊ឺយល់ពីអត្ថន័យនៃអ្នកប្រាជ្ញទាំងនេះច្បាស់លាស់ហើយមិនចាំបាច់និយាយថាដាច់ខាតត្រូវតែជារឿងពិតដូច្នេះហើយយើងមិនអាចថាជាការនិពន្ធប្រវត្តិសាស្ត្រនោះទេនៅក្នុងសំណាក់សិក្សាគឺមានកំណត់និយាយអ្វីក៏ដោយត្រូវតែមានកិត្តក្រមតាមគម្ពីរក៏ប៉ុន្តែស៊ូស៊ឺដកស្រង់ហើយសរសេរដោយខ្លួនឯងនេះគឺជាស្នាដៃថ្មីរបស់គេដូច្នេះស៊ូស៊ឺមិនត្រឹមតែគ្មានកំហុសទេថែមទាំងត្រូវទទួលគុណសម្បត្តិទៀតផងក្រាបទូលលោកម្ចាស់សំជាវិសសំជាប្រពន្ធអ្នកប្រៃសំបិទហើយខ្ញុំក៏យល់ថាចឹងដែរព្រះអង្គទូមង្គមមានការចង់ទូលថ្វាយនិយាយចុះអ្វីដែលទូមង្គមសរសេរនោះគឺទូមង្គមជាអ្នកនិពន្ធដល់ខ្លួនឯងមែន
ព្រះអង្គឥឡូវស៊ូស៊ឺគេបានសារភាពថាគេជាអ្នកដែលពុតដល់ខ្លួនឯងផ្ទាល់បានន័យថាគេត្រូវតែមានទោសបើព្រះអង្គមិនប្រហារជីវិតស៊ូស៊ឺទេសូមប្រទានទោសមកទូបង្គំចុះព្រះអង្គតើអ្វីដែលទូបង្គំសរសេរនោះសមហេតុសមផលទេពិតជាសមហេតុសមផលព្រះអង្គគោលបំណងនៃការសរសេរអត្ថបទនោះគឺចង់និយាយពីធម្មតារបស់មនុស្សលោកហើយក៏ជាការយល់ឃើញរបស់ទូបង្គំហើយនេះហើយទូបង្គំក៏ដកស្រង់ពីគម្ពីរផ្សេងៗធ្វើការនិពន្ធនិយាយពីហេតុផលនិងធម្មតារបស់មនុស្សលោកចំណែកសំណាក់សិក្សាវិញកំណត់ឲ្យមានគម្ពីរកំណត់ឲ្យមានក្រិតក្រមអញ្ចឹងនឹងធ្វើឲ្យបាត់បង់អត្ថន័យពិតនិងខ្លឹមសារដែលពួកយើងនិពន្ធម្យ៉ាងទៀតអ្វីដែលទូបង្គំបានសរសេរនោះគឺស្ដីពីធម្មតាពិតៗរបស់មនុស្សលោកទូបង្គំមិនចង់ធ្វើការប្រកែករឿងផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ទូបង្គំទេអ្នកណាខុសអ្នកណាត្រូវសូមព្រះអង្គមានព្រះតម្រេះចុះល្អណាស់អ្វីដែលយើងចង់ស្ដាប់គឺអ្វីដែលឯងនិយាយពិតជាមិនធ្វើឲ្យយើងខកចិត្តមែនល្អលោកពិតជាមានចិត្តមេត្តាក្នុងខ្លួនមែនយើងក៏មិនចាំបាច់ដេញដោលពីប្រភពប្រវត្តិសាស្ត្រនេះដែរការប្រឡងគឺទាមទារនៅអត្តន័យពិតរបស់អ្នកប្រឡងមានរឿងអីទៅដាក់ទោសអ្នកប្រឡងនិយាយពិតស៊ូស៊ឺក្រាបទូលយើងលើកលែងទោសដល់លោកទៅវិញចុះអរព្រះគុណព្រះអង្គលោកចង់គម្រាមដល់ព្រះអង្គចង់ឲ្យព្រះអង្គមានកំហុសដូចជាលោកដែរបែបទេព្រះអង្គមន្ត្រីផ្ដាល់យោបល់គឺមានហេតុផលរបស់មន្ត្រីហេតុនេះហើយអ្នកណាល្អអ្នកណាអាក្រក់វាពិតជាធ្វើឲ្យព្រះអង្គពិបាកសម្រេចប្រតិតែទោះជាយ៉ាងណាក៏មិនត្រូវបង្ខំព្រះអង្គដែរព្រះអង្គមិនមែនចឹងទេក្រាបទូលក្រោកឡើងមកតាមពិតនេះក៏ជាទូនីតិរបស់លោកដែរយើងមិនបន្ទោសលោកទេក៏ប៉ុន្តែសិស្សដែលប្រឡងធ្លាក់ក៏យើងត្រូវលើកទឹកចិត្តដល់ពួកគេដែរយើងនឹងធ្វើការប្រឡងជាលើកទី2នៅក្នុងថ្ងៃ5កើតខែក្រោយតែម្ដងយើងនឹងត្រួតពិនិត្យដោយផ្ទាល់ឲ្យពួកគេរៀបរាប់ពីវិធីដោះស្រាយការងារជាតិរួចហើយទើបជាលេខរៀងព្រះអង្គមានព្រះបញ្ញាញាណហាន់ឈីដោះលែងអ្នកដែលទូស្គរទាំងពីរលើកទៅកុំពិន័យគេឲ្យសោះទទួលព្រះរាជបញ្ជា问青天，不知天上宫阙，今夕是何年？我欲乘风归去，又恐琼楼玉，高处不胜寒，起舞弄清影，何似在人间？转朱阁，低绮户，照无眠。不应有恨，何时长相别？是缘。人有悲欢离合，月有阴晴圆缺。此事古难全，但愿人长久，千里共婵娟。婵娟。